ព្រះគម្ពីរលោកុបាទចំពុក2ដូច្នេះផ្ទៃមេឃនិងផែនដីព្រមទាំងរបស់សពសារពើនៅលើមេឃនិងផែនដីក៏បានចប់សពគ្រប់នៅថ្ងៃទី7ព្រះបានបញ្ចប់កិច្ចការដែលព្រះអង្គបានធ្វើហើយព្រះអង្គក៏ឈប់សម្រាកពីគ្រប់ទាំងកិច្ចការទាំងនោះនៅថ្ងៃទី7ដូច្នេះព្រះទ្រង់ក៏ប្រទានពរថ្ងៃទី7ហើយញ៉េថ្ងៃនោះជាបរិសុទ្ធព្រោះនៅថ្ងៃនោះព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើតនេះហើយជាដើមកំណើតនៃផ្ទៃមេឃនិងផែនដីនៅគ្រាដែលព្រះបានបង្កើតនៅគ្រាដែលព្រះយេហូវ៉ាដ៏ជាព្រះទ្រង់បានបង្កើតផែនដីនិងផ្ទៃមេឃផែនដីមិនទាន់មានអ្វីដុះនៅឡើយទេក៏មិនទាន់មានទិន្នជាតិណានៅទីវាដែរព្រោះព្រះយេហូវ៉ាដ៏ជាព្រះទ្រង់មិនបានបង្អុរភ្លៀងមកលើផែនដីនៅឡើយហើយក៏គ្មានមនុស្សណាភ្ជួររាស់ដីដែរតែមានទឹកផុសចេញពីដីមកស្រោចស្រពលើផែនដីទាំងមូលព្រះយេហូវ៉ាដ៏ជាព្រះបានយកធូលីដីមកសូនធ្វើជាមនុស្សហើយព្រះអង្គផ្លុំខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងរន្ធច្រមុះគេនោះមនុស្សក៏មានជីវិតរស់ឡើងរួចព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសួនច្បារមួយនៅស្រុកអេដែនទិសខាងកើតក៏ដាក់មនុស្សដែលព្រះបានបង្កើតសូនឲ្យនៅទីនោះព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើឲ្យដីដុះគ្រប់ដើមឈើទាំងអស់ដែលគួរជាទីពេញចិត្តហើយសម្រាប់ជាអាហារផងក៏មានដើមឈើជីវិតនិងដើមឈើដឹងខុសត្រូវនៅកណ្ដាលសួនច្បារនោះដែរមានទន្លេមួយហូរចេញពីស្រុកអេដែនមកស្រោចស្រពសួនច្បារហើយហូរបែកពីទីនោះចេញទៅជា4ទន្លេទី1ឈ្មោះពិនសុនជាទន្លេដែលហូរពាន់ស្រុកហាវីឡាទាំងមូលជាស្រុកដែលមានមាសហើយមាសដែលមានមកពីស្រុកនោះមានគុណភាពល្អមានទាំងជួរផ្ដេលៀមនិងត្បូងអូនីកដែរទន្លេទី2ឈ្មោះគីហ៊ុនជាទន្លេដែលហូរពាន់ស្រុកគូទាំងមូលទន្លេទី3ឈ្មោះគីកេដែរជាទន្លេដែលហូរចាក់ទៅខាងកើតស្រុកអាសឺទន្លេទី4ឈ្មោះអឺត្រាព្រះយេហូវ៉ាដ៏ជាព្រះយកមនុស្សទៅដាក់ក្នុងសួនច្បារអេដែនឲ្យគាត់ធ្វើការនិងថែរក្សាព្រះយេហូវ៉ាដ៏ជាព្រះបង្គាប់មនុស្សថាអ្នកអាចបរិភោគផ្លែឈើទាំងអស់ក្នុងសួនច្បារនេះបានដោយសេរីតែមិនត្រូវបរិភោគផ្លែពីដើមដឹងខុសត្រូវនោះឡើយបិទនៅថ្ងៃណាដែលអ្នកបរិភោគនឹងត្រូវស្លាប់ជាមិនខានព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថាដែលមានមនុស្សនៅតែម្នាក់ឯងមិនស្រួលទេយើងនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នាព្រះយេហូវ៉ាដ៏ជាព្រះបានយកដីមកសូនធ្វើគ្រប់ទាំងសត្វជើង4និងសត្វហើរទាំងប៉ុន្មានរួចក៏យកមកឲ្យមនុស្សដើម្បីឲ្យដឹងថាគាត់ហៅដូចម្ដេចហើយសត្វទាំងអស់មានឈ្មោះតាមដែលមនុស្សបានដាក់ឲ្យមនុស្សបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុកសត្វព្រៃនិងសត្វហើរលើអាកាសទាំងប៉ុន្មានជាស្រេចតែសម្រាប់អាដាមមិនឃើញមានជំនួយណាសម្រាប់ឲ្យជួយគាត់សោះព្រះយេហូវ៉ាដ៏ជាព្រះធ្វើឲ្យមនុស្សដេកលក់រួចព្រះអង្គយកឆ្អឹងជំនីរបស់គាត់មួយហើយភ្ជិតសាច់ទៅវិញហើយឆ្អឹងដែលព្រះយេហូវ៉ាដ៏ជាព្រះបានយកពីបរោះមកព្រះអង្គបានធ្វើឲ្យទៅជាស្ត្រីហើយក៏នាំនាងមកជួបបរោះនោះក៏ពោលឡើងថានេះហើយជាឆ្អឹងដែលកើតចេញពីឆ្អឹងអញហើយជាសាច់ដែលកើតចេញពីសាច់អញត្រូវហៅនាងថាស្ត្រីព្រោះបានយកចេញពីបរោះមកហេតុនេះហើយបានជាបរោះត្រូវចាក់ចេញពីឪពុកម្ដាយទៅនៅជាមួយប្រពន្ធហើយអ្នកទាំងពីរនឹងត្រឡប់ទៅជាសាច់តែមួយរីឯបរោះនិងប្រពន្ធរបស់គាត់នៅខ្លួនទទេឥតអៀនខ្មាស់ឡើយ